ចូលដល់ដីសៀមរាបទាកាញ់ឆ្ងាញ់បោះចៃភានិយាយតាសុទ្ធតែមហូបឆ្ងាញ់ខ្ញុំញ៉ាំត្រូវបត់ច្រើនមកបានខ្ញុំហ៊ាននិយាយកន្លែងផុនគាត់សាមញ្ញលក់ទាកាញ់ក៏ល្បីអាគ្រឿងខ្លែមនឹងនិយាយពីថាអ្នកខ្ចប់អ្នកដែលកំងនោះវាច្រើនកន្លែងគាត់ជាប់មាត់ស្ទឹងពុកម៉ែបងប្អូនមួយចំនួនស្គាល់ហើយទីតាំងវាសំណំសំនួនល្មមដែរហើយជាមួយនឹងពុកម៉ែបងប្អូនដែលគាត់បានមកលេងទឹកដីខេត្តបាទសៀមរាបអាចមកសាអាចមកភ្លក់កន្លែងផុនគាត់បានជំនាញតែម្ដងមកតបមួយទេបាទលក្ខណៈបែបគ្រួសារមានប្អូនមានអីជួយតិចតួចបន្តែគាត់លក់ទាំងខ្ចប់ទាំងញ៉ាំនៅនឹងហើយគាត់ដាក់តុកពី3នៅមាត់ស្ទឹងអញ្ចឹងណាលក្ខណៈកៅអី camping ហើយនៅកន្លែងផុនគាត់សិតតែមុខម្ហូបឆ្ងាញ់ខ្ញុំមិនដឹងថាបងប្អូនញ៉ាំត្រូវមាត់បានប៉ុណ្ណាទេតែសម្រាប់អ្នកដែលបានមកក្រែងលុយថាមិនទាន់បានសាកបានភ្លក់មកសិនកុំជឿខ្ញុំទាំងអស់ព្រោះដោយសារមែនទៅខ្ញុំថារសជាតិអាចមិនត្រូវគ្នាគ្រប់ទេប៉ុន្តែខ្ញុំញ៉ាំត្រូវមាត់មែនគឺគាត់ធ្វើគ្រឿងខ្លែមគ្រឿងអីទំនងណាឆាក្តៅអង្កែបឆាក្តៅទង់មានឆាគ្រឿងឆាអីគ្រប់សពបែបយ៉ាងហើយកុំភ្លេចសាកជាមួយនឹងរសជាតិទាកាញ់ព្រោះដោយសារទាកាញ់នៅកន្លែងផុនគាត់អាហ្នឹងនិយមខ្លាំងមែនទេតែម្ដងដោយសារគាត់ជំនាញទាំងឈ្មោះក៏ដាក់ទាកាញ់សោភាទាកាញ់នេះបងប្អូននិយាយពីតំណងហើយខ្ញុំមិនដឹងទេបើថាបងប្អូនញើតមិនសូវថាឃើញពណ៌សបល់អីនេះដាក់តាគ្រឿងក្រើដែលគាត់ដាក់បន្ថែមហ្នឹងគឺដាក់ម្ទេសហិលក៏អាចញ៉ាំទៅបានដែរបាទសម្រាប់ទាកាញ់នៅកន្លែងផុនគាត់ហើយអ្នកដែលកំងទាកាញ់គឺមានអ្នករបៀបងាំងៅដែលគាត់យកឆ្អឹងទាយកអីយកមកដាក់និយាយទៅបានមួយចានអីសម្រាប់យើងញ៉ាំហត់ក្តៅហើយគ្រឿងខ្លែមបាទមានភ្លាមានជាមួយនឹងសាច់គោបុកម្អមអីណាផងគាត់និយាយពីថាគ្រឿងខ្លែមហ្មងហើយអត់និយាយទេខ្លាចតសើទៅគាត់ដឹងតែអត់ទេបងប្អូនដោយសារខ្ញុំញ៉ាំច្រើនលើកច្រើនសារសឹងថាជីម៉ួយហើយមុខម្ហូបមួយចំនួនដូចអង្កែបដូចទង់ដូចមាន់ដូចអីអូម៉ាថាគាត់នេះអត់មែនស្រស់មែនទេទាញមកកាប់បឆាយកតែម្ដងហើយបានញ៉ាំមុខម្ហូបឆ្ងាញ់អញ្ចឹងអូយកុំភ្លេចដែរបងប្អូនជាមួយនឹង Gainsbird Snow ពណ៌កំប៉ុងកាន់ទៅគឺ cool ហ្មងណា cool like that កាន់កំប៉ុងហ្នឹងគឺ cool ហ្មងហើយបើនិយាយពីរសជាតិណាឆ្ងាញ់ស្រាលស្រួលលេបហ្មងអញ្ចឹងបើថាមានការជួបជុំមិត្តភ័ក្តិបងប្អូនកុំភ្លេចបាទ Gainsbird Snow អញ្ចឹងសម្រាប់ទីតាំងបាទសោភាទាកាញ់ខ្ញុំនឹងដាក់នៅខាងក្រោម comment វីដេអូអរគុណច្រើនបាយបាយ